សូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំ Movie Play Drama 2026មកចូលក្នុងសាច់រឿងសូមជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវរឿងថ្មីៗសូមអរគុណនៅយប់ដ៏សែនត្រជាក់មួយក្រោមពន្លឺព្រះច័ន្ទពណ៌ក្រហមឆ្អៅដែលមើលទៅដូចជាភ្នែករបស់បិសាចដែលកំពុងសម្លឹងមកកាន់ផែនដីយ៉ាងអាថាកំបាំងភូមិខ្មែរដ៏តូចមួយដែលធ្លាប់តែមានភាពស្ងប់ស្ងាត់និងសន្តិភាពស្រាប់តែនៅយប់នេះអ្វីគ្រប់យ៉ាងហាក់ដូចជាឈប់ដកដង្ហើមភ្លាមផ្ទះឈើខ្ពស់លើសសរផ្លូវដីក្រហមដែលធ្លាប់មានមនុស្សដើរឆ្លងកាត់ឥឡូវនេះគ្មានសំឡេងគ្មានចលនាសូម្បីតែសំឡេងសត្វល្អិតក៏បាត់បង់អស់ដែរវាហាក់ដូចជាពិភពលោកទាំងមូលកំពុងតែទប់ដង្ហើមរង់ចាំអ្វីមួយដែលអាចថាកំបាំងនិងគួរឲ្យរន្ធត់ជាទីបំផុតដែលចិត្តនឹងកើតឡើងនៅចំពោះមុខផ្ទះចាស់ទ្រុឌទ្រោមមួយយើងឃើញដៃរបស់បុរសម្នាក់គាត់កំពុងតែដេកស្ងៀមស្ទុះស្ទឹងនៅលើដីដ៏ត្រជាក់ហាក់គ្មានវិញ្ញាណឈាមពណ៌ក្រហមស្រស់កំពុងតែហូរចេញពីរបួសយឺតវាជ្រាបចូលទៅក្នុងដីក្រហមហាក់ដូចជាដីនោះកំពុងតែស្រេកឃ្លានសាច់ឈាមមនុស្សនៅក្នុងភាពងងឹតនោះគ្មាននរណាម្នាក់ហៅគ្មាននរណាម្នាក់ឆ្លើយមានតែសត្វកណ្ដុរទួយដែលរត់កាត់ខ្លួនគាត់ដូចជានេះជារឿងធម្មតាបំផុតនៅក្នុងโลกប៉ុន្តែនៅខណៈពេលដែលដង្ហើមចុងក្រោយរបស់គាត់ជិតនឹងរលត់ទៅបេះដូងដែលស្ទើរតែឈប់ដាល់នោះស្រាប់តែបានភ្លឺឡើងយ៉ាងចម្លែកពន្លឺពណ៌មាសដ៏អាថាកំបាំងផ្ទុះចេញពីកណ្ដាលទ្រូងរបស់គាត់វារីករាលដាលទៅតាមសរសៃឈាមដូចជាមែកធីងមុនអាគមដែលកំពុងដុះដាលយ៉ាងរហ័សហើយភ្លាមនោះសំឡេងមួយក៏បានបន្លឺឡើងវាមិនមែនជាសំឡេងមនុស្សហើយក៏មិនមែនជាសំឡេងខ្មោចដែរវាជាសំឡេងដែលចេញពីវិញ្ញាណបុរាណការតទ័ពនៃជោគវាសនាដ៏ខ្មៅងងឹតបានចាប់ផ្ដើមឡើងហើយនៅចំពោះមុខភ្នែកដែលជិតនឹងបិទជិតរបស់គាត់រង្វង់មុនអាគមដ៏អាថាកំបាំងមួយបានលេចឡើងវារះចែងចាំងនឹងឃើញភាពងងឹតស្លុបនៃរាត្រីអក្សរខ្មែរពីសម័យបុរាណកខខងពួកគេចាប់ផ្ដើមវាលយឺតដូចជាកង់នៃវាសនាដែលមិនអាចជះរួចបានឡើយសូមចាំថានេះមិនមែនជារង្វាន់ឬអំណោយទេនេះគឺជាការកាត់កំណត់ជីវិតដែលអ្នកត្រូវសងវិញដោយតម្លៃខ្ពស់បំផុតភ្លាមនោះផ្ទៃដីជំនខ្លួនគាត់ក៏ប្រែជាភ្លឺពណ៌ក្រហមឆៅដូចជាពណ៌នៃឈាមដែលស្រស់បំផុតដែលអ្នកមិនធ្លាប់ឃើញរូបរាងរបស់នារីម្នាក់បានឈរឡើងយ៉ាងស្ងៀមស្ងាត់ពីកណ្ដាលរង្វង់មុននោះសម្លៀកបំពាក់ពណ៌ក្រហមរបស់នាងបោះរវិចបបោមាត់របស់នាងភ្លឺរលោងដូចជាឈាមស្រស់នាងមិនបានផ្ញើស្នាមញញឹមហើយនាងក៏មិនបានផ្ញើភាពខាងសម្បាដែរនាងគ្រាន់តែសម្លឹងមើលទៅបុរសនោះហើយនិយាយដោយសំឡេងស្រាលថាប្រសិនបើអ្នកជឿរើសដើម្បីរស់ចាប់ពីពេលនេះតទៅអ្នកជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្ញុំជារៀងរហូតពន្លឺពណ៌មាសក៏ចាប់ផ្ដើមស្ងប់ទៅវិញបេះដូងដែលទ្រាំតែស្ងាត់ក៏ចាប់ផ្ដើមវាយខ្លាំងឡើងវិញដុកបុរសម្នាក់នោះគាត់មិនបានស្លាប់ទេប៉ុន្តែគាត់ក៏លែងជាមនុស្សធម្មតាដែលទ្រាំស្គាល់ពីមុនមកទៀតដែរនៅក្រោមពន្លឺព្រះច័ន្ទពណ៌ក្រហមដ៏គួរឲ្យខ្លាចកិច្ចសន្យាព្រលឹងមួយត្រូវបានចុះហត្ថលេខាដោយឈាមនិងវិញ្ញាណរវាងមនុស្សនិងបិសាចហើយរឿងរ៉ាវនៃជីវិតដែលត្រូវបានលុះទៅឲ្យភាពងងឹតនេះទើបតែចាប់ផ្ដើមតែប៉ុណ្ណោះសូមរងចាំតាមដាននៅភាពបន្តទៀតដោយយកចិត្តទុកដាក់